ឥឡូវវីដេអូនេះយើងនិយាយអំពី20 គីឡូណាយើងកាច់20 គីឡូបានន័យថាយើងវាស់រេស្តង់ក្រោម20 គីឡូឥឡូវក្រោម20 គីឡូរេស្តង់ដែលក្រោម20 គីឡូបានន័យថា20 គីឡូ19 20 គីឡូ19 គីឡូ18 គីឡូទៅហើយណា10 គីឡូ10អីគឺយើងកាច់តែ20 គីឡូហ្នឹងមកអត់មានរឿងរេស្តង់នឹង30 គីឡូយើងទៅកាច់20 គីឡូនេះទៅវាស់អត់កើតទេគឺបានន័យថាឲ្យតែរេស្តង់ក្រោម20 គីឡូគឺយើងវាស់បានទាំងអស់បានន័យថា20 គីឡូបានន័យថា15 គីឡូ9 គីឡូណា10 គីឡូ7 គីឡូ8 គីឡូរហូតធ្លាក់ដល់2 គីឡូដល់2 គីឡូហ្នឹងក៏យើងត្រូវតែកាច់20 គីឡូមើលដែរវាស់ដែរដើម្បីឲ្យវាងាយស្រួលមើលណានឹងអញ្ចឹងអត់មានរឿងថាកាច់20 គីឡូហើយរេស្តង់30 គីឡូហើយយើងកាច់20 គីឡូទៅវាស់អត់កើតទេវាស់វាអត់ចេញតម្លៃពិតប្រាកដឲ្យទេអញ្ចឹងឧទាហរណ៍ថារេស្តង់របស់យើង10 គីឡូអញ្ចឹងពេលដែលយើងវាស់ទៅវានឹងលោតនៅលើនេះបញ្ជាក់ឲ្យយើងឃើញ9 គីឡូអូមណាអត់មានរឿង10 គីឡូវាស់ទៅឃើញ15 គីឡូអីអត់យកទេហ្នឹងគឺយើងវាស់ធ្វើឲ្យឃើញ9 គីឡូណាឃើញ9 គីឡូអញ្ចឹងទៅឬក្រោមនឹងតិចបន្តួច9 គីឡូ8 គីឡូ8 គីឡូជាងអីចឹងទៅអាហ្នឹងបានន័យថាវាលក្ខណៈត្រូវហើយ8 គីឡូជាង9 គីឡូជាងហ្នឹងវាត្រូវហើយណាអាហ្នឹងឧទាហរណ៍ថារេស្តង់10 គីឡូតែបើចាប់ពី25 គីឡូឬក៏20វាទៅថា22 គីឡូ23 គីឡូអីហ្នឹងឡើងទៅលើវិញអាហ្នឹងយើងអត់វាស់អញ្ចឹងទេណាអញ្ចឹងយើងត្រូវចាំទាំងអស់គ្នាណានៅពេលដែលយើងកាច់មក20 គីឡូណារេស្តង់យើងមើលតម្លៃវាឃើញ10 គីឡូយើងចង់នឹងវាដាច់មិនដាច់យើងអត់អាចកាច់2 គីឡូវាស់ទេគឺយើងកាច់មក20 គីឡូព្រោះរេស្តង់យើងនៅក្នុងតម្លៃតែ10 គីឡូទេណាអញ្ចឹងយើងត្រូវកាច់20 គីឡូពេលដែលយើងកាច់20 គីឡូត្រង់ចំណុចនេះវានឹងឡើងបញ្ជាក់យើងអីបានន័យថា9 គីឡូឬក៏9 គីឡូជាងតិចបន្តួចហ្នឹងឲ្យជិត10 គីឡូណាហើយបើវាស់ទៅឃើញលើសពី10 គីឡូគឺយើងអត់ទទួលយកទេអាហ្នឹងយល់តែយល់អាហ្នឹងអញ្ចឹងក្នុងការជួសជុលបើយើងមិនចេះវាស់មិនចេះប៉ាន់ស្មានទេគឺវាអត់អាចជួសជុលបានទេយើងនៅស្ពេចសពិលអញ្ចឹងហើយអូម៉ែ digital ក៏វាអត់ទៀងពួកសេរីទៀបតម្លៃធូរវាអត់ទៀងទេវាស់ទៅវាឃើញតែ10 គីឡូវាឃើញតែ9 គីឡូជាងអីទៅប៉ុណ្្នឹងទេតែបើវាស់ទៅឃើញឡើងទៅវិញអាហ្នឹងអត់ត្រូវទេណាអត់ត្រូវនឹងហើយរេស្តង់យើងឧទាហរណ៍ថារេស្តង់យើង5 គីឡូយើងកាច់20 គីឡូព្រោះយើងកាច់2 គីឡូអត់កើតទេយើងមិនត្រូវកាច់20 គីឡូអញ្ចឹងរេស្តង់យើងទៅ5 គីឡូយើងវាស់ទៅឃើញ4 គីឡូជាងណា4 គីឡូជាងឬ5 គីឡូតែវាស់ទៅឃើញ7 គីឡូ10 គីឡូហើយរេស្តង់5 គីឡូមិនត្រូវអញ្ចឹងបានន័យថាវាខូចវាមានបញ្ហាហើយអញ្ចឹងណាអញ្ចឹងវីដេអូបន្តទៀតអញ្ចឹងបានន័យថាកាច់20 គីឡូយើងវាស់ចុះក្រោមវិញណាហើយនៅវីដេអូបន្តទៀតខ្ញុំនឹងនិយាយអំពីយើងវាស់200 គីឡូម្ដង